សហរដ្ឋអាមេរិកនឹងវាយប្រហារលើអ៊ីរ៉ង់ជាមួយនឹងការវិតម្លៃរបស់អ៊ីស្រាអែលអំពីលទ្ធភាពដួលរលំនៃរបបគ្រប់គ្រងនៅអ៊ីរ៉ង់ដោយសារតែរលកតវ៉ាកំពុងតែផ្ទុះឡើងក៏ក្រៅប្រទេសនិងការបង្ក្រាបយ៉ាងឃោរឃៅបណ្ដាលឲ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងហោចណាស់ជិត 2,600 នាក់ខណៈលោកប្រធានាធិបតី Donald Trump បានព្រមានអំពីចំណាត់ការយោធាដ៏ខ្លាំងក្លាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ហើយឥឡូវបុគ្គលិកយោធាមួយចំនួនត្រូវបានណែនាំឲ្យចាក់ចេញពីមូលដ្ឋានយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅប្រទេសកាតាបណ្ដាញទូរទស្សន៍អន្តរជាតិគ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya បានផ្សាយនៅថ្ងៃពុធទី14ខែមករាឆ្នាំ2026ថាបើតាមក្រុមមន្ត្រីការទូតបានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ថាបុគ្គលិកយោធាមួយចំនួនត្រូវបានណែនាំឲ្យចាក់ចេញពីមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក Al Udeid ស្ថិតក្នុងប្រទេសកាតាកាលពីល្ងាចថ្ងៃពុធចំពេលមានការព្រមានពីរដ្ឋាភិបាលក្រុង Washington អំពីសហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍យោធាសម្រាប់ការពារដល់ក្រុមអ្នកតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ទោះជាយ៉ាងណាក៏ដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងដូហាមិនបានធ្វើអត្ថាធិប្បាយភ្លាមនោះទេស្របគ្នានេះក្រសួងការបរទេសកាតាក៏មិនបានឆ្លើយតបភ្លាមដែរជុំវិញការស្នើសុំការបញ្ជាក់ឬការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នោះដែររហូតមកដល់ពេលនេះមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក Al Udeid ក្លាយជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់ក្រុង Washington នៅតំបន់មជ្ឈិមបូព៌ាដោយមានចំនួនកងទ័ពប្រហែល 10,000 នាក់អ្នកការទូតម្នាក់បានប្រាប់ Reuters ថាការណែនាំឲ្យមានបុគ្គលិកយោធាមួយចំនួនចាក់ចេញនេះគឺជាការកែសម្រួលបុគ្គលិកហើយក៏មិនមែនជាការជំនះតាមបញ្ជានោះដែរប៉ុន្តែគាត់មិនបានដឹងថាមានហេតុផលជាក់លាក់ណាមួយត្រូវបានផ្ដល់ឲ្យសម្រាប់ការកែសម្រួលបុគ្គលិកនោះឡើយដោយឡែកមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់ Reuters នៅមុននេះបន្តិចថាក្រុងតេហ៍អ៊ីរ៉ង់បានព្រមានដល់ប្រទេសនានាក្នុងតំបន់ថាខ្លួននឹងវាយប្រហារលើមូលដ្ឋានយោធាអាមេរិកក្នុងករណីមានការវាយប្រហារដោយក្រុង Washington ប្រឆាំងនឹងក្រុងតេហ៍អ៊ីរ៉ង់ការព្រមានបែបនេះបានកើតឡើងក្រោយពេលលោកប្រធានាធិបតី Donald Trump គម្រាមធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ2025កន្លងទៅក៏មានការណែនាំដល់បុគ្គលិកយោធានិងក្រុមគ្រួសាររបស់ពួកគេចាក់ចេញពីមូលដ្ឋានយោធារបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ាពលគឺរយៈពេលជាង1សប្តាហ៍នៅមុនពេលកងទ័ពសហរដ្ឋអាមេរិកចាប់ផ្ដើមការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីការវាយប្រហាររបស់អាមេរិកនាខែមិថុនារួចមកអ៊ីរ៉ង់ក៏បានវាយប្រហារសងសឹកដោយមីស៊ីលទៅលើមូលដ្ឋានយោធានៅប្រទេសកាតាវិញផងដែរ